បាទសួស្តីអ្នកនិយមសិក្សាភាសាអង់គ្លេសទាំងអស់គ្នាបាទនៅក្នុងវីដេអូនេះខ្ញុំចង់ចែករំលែកជូនទៅដល់បងប្អូនទាំងអស់គ្នាបាទក៏ដូចជាបងប្អូនអ្នកដែលកំពុងតែសិក្សាភាសាអង់គ្លេសបាទអញ្ចឹងយើងនឹងសិក្សាអំពីពាក្យ money ហើយនិង cash ភាពខុសគ្នារវាង money ហើយនិង cash បាទតើ money ហើយនិង cash ខុសគ្នាដូចម៉េចបាទពាក្យទាំងពីរនេះបកថាលុយដូចគ្នាបាទប៉ុន្តែតើគេប្រើប្រាស់យ៉ាងដូចម្ដេចអូខេបាទឥឡូវយើងទៅគេថា different between money and cash បាទភាពខុសគ្នារវាង money ហើយនិង cash តែជាទូទៅយើងបកថាលុយអូខេចឹងយើងមើលគេដាក់ថាម៉េច Money is the general terms for anything used to pay for goods and service. It includes money in your bank account. Okay. អញ្ចឹងគេថាលុយជាទូទៅគេប្រើសម្រាប់ចំណាយបាទគ្រប់យ៉ាងទៅដូចជាបាទចំណាយទៅដូចជាផលិតផលឬក៏សេវាកម្មបាទហើយនឹងសេវាកម្មអញ្ចឹងវាទៅបានរួមបញ្ចូលបាទលុយហ្នឹងគឺនៅក្នុងគណនីធនាគាររបស់អ្នកបាទអញ្ចឹងបានន័យថាវាទៅបានគេយកទៅដាក់នៅក្នុងធនាគារបាទអញ្ចឹងអាលុយហ្នឹងគឺជាប្រភេទនៃលុយបាទ money ហ្នឹងគឺសំដៅទៅលើលុយដែលយើងយកទៅប្រើប្រាស់ចាយវាយនៅខាងក្រៅដើម្បីទិញផលិតគេហៅផលិតផលឬក៏សេវាកម្មបាទអូខេអញ្ចឹងយើងមើលគេថា digital payments បាទអញ្ចឹងគឺការចំណាយតាមរយៈ digital ឧទាហរណ៍ដូចជា credit cards debit cards mobile wallet bank transfer បាទអញ្ចឹងគឺ digital payment វាត្រូវបានគេប្រើប្រាស់ក្នុងការចាយតាមរយៈ bank ធនាគារដែរបាទអញ្ចឹងយើងមើលឧទាហរណ៍គេថា examples I don't have enough money to buy a new phone She saves her money every month បាទអញ្ចឹងទី1គេថានាងខ្ញុំមិនមានលុយគ្រប់គ្រាន់ដើម្បីទិញទូរស័ព្ទថ្មីមួយទេទី2គេថានាងសន្សំលុយរបស់នាងជារៀងរាល់ខែបាទអញ្ចឹងអានឹងគឺលុយដែលយើងប្រើពាក្យថា money អូខេបាទដែលយើងប្រើប្រាស់យកលុយទៅទិញដូចជាទិញម្ហូបទិញបាទសម្ភារៈទិញអីគឺយើងប្រើប្រាស់លុយក្រដាសដោយបណ្ណាលុយដែលយើងនៅក្នុងដៃយកទៅទិញបាទអាហ្នឹងគឺពាក្យថា money បាទចំណែកឯបន្តទៀតបាទនេះគឺជា cash បាទពាក្យថា cash ក៏យើងបកថា money ដែរ cash means physical money only banks notes and coins បាទអញ្ចឹងពាក្យថា cash មានន័យថាគឺជាលុយដែលវាត្រូវបានគេកត់ចំណាំឬក៏ជាខននិយាយឲ្យស្ដាប់វាគ្រាន់តែជាសេកទេបាទ bank notes បានន័យថាជាសេកឬក៏ pay bills បានន័យថាវិក័យប័ត្រដែលគេគ្រាន់តែចេញឲ្យទេបាទអានោះគឺជា cash តែវាមិនមែនជាសាច់ប្រាក់មិនមែនជាលុយដែលយើងយកទៅចាយដោយកាន់នឹងដៃដោយក្តារដែលយើង money ទេវាអត់ទេបាទអញ្ចឹង cash សំដៅទៅលើពពួកនេះក្រដាស pay bill ឬក៏ bank notes ឬក៏ coin បាទឧទាហរណ៍ថាយើងប្រើប្រាស់នៅក្នុង app អីមួយអញ្ចឹងទៅយើងរកទៅគឺបាន coin អញ្ចឹងមិនមែនយើងយក coin ហ្នឹងទៅចាយទេអញ្ចឹងអា coin ទាំងអស់នោះគឺគេចាត់ទុកថាវាជា cash បាទអញ្ចឹងយើងតែយក coin នោះបំលែងទៅជាលុយឧទាហរណ៍ថាយើងលក់ coin ហ្នឹងទៅយកជាលុយបាទអញ្ចឹងអាហ្នឹងគឺឲ្យឈ្មោះទៅជា cash
Chẳng cash chia tụ tới dương mình ai đó dốt một chai tam rồi dẹp tình tầm ninh như tình ai văn được kháng krab bán tê cả này to tới dưỡng đô vi tới chia lùi sân bà ô vía chia ai kế chia bèn bà bèn notes rồi có chia pay bills rồi có chia khoản bà này thà vía còn tới chia cả hai bộ bộ current payment bà currency á nữa bank currency anh chẳng từ chẳng bờ dương như tha về cứ chi bộ hệ ra anh ấy cứ khi mà đang thay cái hai thảm mạch thếเปียปวนជាមួយនឹងភាសាបច្ចេកទេសនៅក្នុងពេលដែលបងប្អូនអ្នកដែលប្រើប្រាស់ app ដូចជាពួក Binance Bybit ក្នុងការ trade crypto អីហ្នឹងគឺគាត់ជាមានហើយគេដាក់ថា currency បាទគឺមានថារូបិយប័ណ្ណរូបិយវត្ថុណាបាទអញ្ចឹងចរាចរណ៍សាច់ប្រាក់រូបិយវត្ថុហ្នឹងឯងគឺវាប្រើនៅក្នុង app ផ្សេងៗអញ្ចឹងមិនមែនជាលុយដែលយើងយកមកចាយទិញឧទាហរណ៍ថាយើងទិញ 1000 2000 អត់បានទេអាហ្នឹងបាទអញ្ចឹងវាគឺគ្រាន់តែជាលុយដែលជាខ្វាញ់ជាកាក់ឬក៏ជាសេកដែលគេបញ្ចូលវាចូលទៅក្នុងនោះហើយគេដកយកសេកហ្នឹងមកក្រៅក្នុងការផ្គុលទៅជាទឹកលុយប្រសិនបើយើងចង់បានលុយយើងត្រូវតែយកសេកហ្នឹងទៅដូចជាលុយហើយយើងដកលុយយើងមកចាយបាទអញ្ចឹងនេះគឺជាពាក្យថា cash បាទយកមកឧទាហរណ៍គេដាក់ថា I don't have any cash I can I pay by card បាទគាត់ថាខ្ញុំអត់មានលុយគ្រប់គ្រាន់ទេតើខ្ញុំអាច pay បានន័យថាចំណាយឬក៏ទូទាត់តាមកាតបានអត់បាទបញ្ហាកាតហ្នឹងគឺដូចកាត Spanamet អញ្ចឹងណាបាទអញ្ចឹងអានឹងហើយគឺជា cash ពោះគាត់អត់មានលុយនៅក្នុងដៃទេគាត់មានតែកាតពួកអាកាតហ្នឹងគឺសំដៅទៅលើពួក cash ហ្នឹងឯងបាទយកមកទៀតគេថា the store accept cash only បាទហាងហ្នឹងគឺព្រមទទួលយកតែ cash ទេបានន័យថាយកតែ SEC តែអីហ្នឹងឯងឬក៏ការចំណាយតាមរយៈ Visa card អីចឹងទៅបាទអញ្ចឹងគេថាហាងនេះគឺទទួលយកតែ cash ទេអញ្ចឹង money ដែលយើងយកនៅខាងក្រៅហ្នឹងគឺគេអត់យកទេគេអត់ព្រមទទួលទេបាទអញ្ចឹងដោយធនាគារមួយចំនួនដូចគ្នាដែរគឺលុយតតែយើងយកទៅដាក់កន្លែងវេហើយពេលដែលបុគ្គលិកធនាគារគេអត់កាន់លុយទេអញ្ចឹងគេគ្រាន់តែជាថតជាវិក័យប័ត្រផ្ញើទៅខាង reserve ឬក៏ខាង accountant បាទអញ្ចឹងអានឹងហើយគឺឲ្យឈ្មោះទៅជា cash បាទឬក៏អ្នកខ្លះថា cashier បាទពាក់ព័ន្ធជាមួយនឹងបងប្អូនឬក៏បុគ្គលិកដែលគាត់ធ្វើការខាងលុយបាទកាន់កាប់ខាងលុយអញ្ចឹងអ្នកសរសេរសេកអ្នកសរសេរវិក័យប័ត្របាទទូទាត់ពាក់ព័ន្ធជាមួយនឹងរឿងលុយនឹងឯងបាទនឹងក៏ឲ្យឈ្មោះថា cash អូខេឥឡូវយើងចូលទៅមើលឧទាហរណ៍លំហាត់មាន2អញ្ចឹងបងប្អូនមើលគេថា she has a lot of blah 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 on her hands យើងទៅជ្រើសរើសពាក្យថាមិនហើយនេះយើងទៅដាក់ថាcash cash ឬក៏ money បាទនេះអញ្ចឹងតើបងប្អូនជ្រើសរើសយកមួយណា she has a lot of blah 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 cash money on her hands បាទគេថានាងមានលុយនៅក្នុងដៃបាទនៅលើដៃរបស់នាងមានលុយជាច្រើន
តើយើងជ្រើសរើសពាក្យថា cash ឬក៏ money អូខេមួយទៀតទី2គេដាក់ថា she pays by bank បាទ bank card កន្លែងនេះ bank card ឬក៏ by card បាទតើពាក្យហ្នឹងយើងត្រូវជ្រើសរើសយកពាក្យថា cash ឬក៏ money ចឹងបងប្អូនគិតមើលខ្លួនឯងទៅហើយយើងត្រូវបំពេញវាត្រឹមត្រូវអូខេវីដេអូហ្នឹងមានតែប៉ុណ្្នឹងទេបាទសូមអរគុណ